សាច់រឿងស្នេហាក្រោមដើមចម្ប៉ានៅក្នុងទីក្រុងអង្គរដ៏ចំណាស់មានសាកលវិទ្យាល័យដ៏ស្ងាត់មួយឈ្មោះថាសាកលវិទ្យាល័យព្រះបាទជ័យវរ្ម័នដែលតាំងពីសម័យសង្គ្រាមសាកលវិទ្យាល័យនេះគ្របដណ្ដប់ដោយរុក្ខជាតិនិងសំណង់បុរាណដែលធ្លាប់ជាទីកន្លែងយុទ្ធនាការដ៏សាហាវឃោរឃៅមានសិស្សសាលាមួយក្រុមដែលស្និទ្ធស្នាលគ្នាណាស់មានឈ្មោះថា1វណ្ណៈវ៉ាន់បុរសអាយុ18ឆ្នាំមានរូបរាងស្គមវែងមុខស្អាតជាមនុស្សស្ងប់ស្ងាត់ចូលចិត្តវិចិត្រសិល្បៈនិងប្រវត្តិសាស្ត្រ2វិញ្ញាណវិវ៉ាន់វិញ្ញាណស្រីដែលរស់នៅក្នុងសាកលវិទ្យាល័យនេះជារៀងរហូតមានអាយុ18ឆ្នាំដែរមានភាពស្រស់ស្អាតដៃជើងសសម្លៀកបំពាក់សម័យបុរាណ3រតនាណាសិស្សស្រីសង្ស័យជាមិត្តស្រីដ៏ល្អរបស់វណ្ណៈ4សុខាសុខសិស្សប្រុសខ្លាំងក្លាជាមិត្តភក្តិរបស់វណ្ណៈ5បញ្ញាញ៉ាសិស្សស្រីឆ្លាតចូលចិត្តស្រាវជ្រាវពីប្រវត្តិសាស្ត្រ6ធននីធនសិស្សប្រុសរិះគន់មិនជឿពីវិញ្ញាណដំណើររឿងវណ្ណៈគឺជាសិស្សថ្មីដែលទើបតែបានចូលរៀននៅសាកលវិទ្យាល័យព្រះបាទជ័យវរ្ម័នគាត់ចូលចិត្តដើរលេងតែម្នាក់ឯងក្នុងតំបន់សាលាដែលស្ងាត់ថ្ងៃមួយនៅពេលល្ងាចវណ្ណៈបានដើរមកកាន់សាលាបុរាណដែលគេបានបិទទ្វារតាំងពីយូរមកហើយគាត់ឃើញស្រមោលស្រីម្នាក់ដែលកំពុងអង្គុយលេងឧបករណ៍ភ្លេងបុរាណដែលគេហៅថាកែនស្រមោលនោះគឺជាវិញ្ញាណវីវ៉ាន់គឺជាវិញ្ញាណរបស់ស្រីស្នេហាដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅទីនេះនាងត្រូវបានគេសម្លាប់ដោយសារតាស្នេហាផ្ដាច់ថ្នាក់ជាមួយនឹងយោធាដែលមកពីគ្រួសារមួយដែលមានឈ្មោះដូចគ្នានឹងវណ្ណៈនាងមានកាតព្វកិច្ចត្រូវតែរស់នៅក្នុងសាកលវិទ្យាល័យនេះជារៀងរហូតដល់គេរកឃើញសាក្សីការពិតអំពីការស្លាប់របស់នាងវណ្ណៈបានជួបវីវ៉ាន់ជាច្រើនដងហើយក៏ក្លាយជាមិត្តភក្តិដ៏ល្អរបស់គ្នាពួកគេបានចែករំលែកគ្នាស្ដីពីចំណងដឹងផ្សេងៗនិងការស្នេហាក្រោយមកវណ្ណៈក៏មានអារម្មណ៍ចាប់ចិត្តវីវ៉ាន់ប៉ុន្តែគាត់មិនដឹងថានាងជាខ្មោចនោះទេរតនាដែលជាមិត្តស្រីរបស់វណ្ណៈក៏មានអារម្មណ៍ចាប់ចិត្តវណ្ណៈដែរនាងបានឃើញវណ្ណៈចូលចិត្តនិយាយគ្នាតែម្នាក់ឯងហើយចាប់ផ្ដើមសង្ស័យនាងបានលួចតាមដានវណ្ណៈហើយបានឃើញវីវ៉ាន់នាងបានភ័យខ្លាចហើយបានប្រាប់ឲ្យសុខាបញ្ញានិងធនីសុខានិងបញ្ញាបានជឿប៉ុន្តែធនីមិនជឿទេគាត់បានគិតថានេះគ្រាន់តែជារឿងភូតកុហកប៉ុណ្ណោះពួកគេបានសម្រេចចិត្តស្រាវជ្រាវពីប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យហើយបានរកឃើញថាមានស្រីស្នេហាម្នាក់ឈ្មោះវីវ៉ាន់ដែលបានស្លាប់ក្នុងសម័យសង្គ្រាមនាងត្រូវបានគេសម្លាប់ដោយសារតែស្នេហាផ្ដាច់ថ្នាក់ជាមួយនឹងយោធាដែលមកពីគ្រួសារមួយដែលមានឈ្មោះដូចគ្នានឹងវណ្ណៈបានដឹងពីការពិតហើយគាត់បានស្ដាយណាស់ចំពោះអ្វីដែលគ្រួសាររបស់គាត់បានធ្វើចំពោះវីវ៉ាន់គាត់បានសម្រេចចិត្តជួយវីវ៉ាន់រកយុត្តិធម៌ពួកគេបានរកឃើញសាក្សីចុងក្រោយដែលជាអ្នកថែរក្សាសាលាបុរាណដែលបានឃើញព្រឹត្តិការណ៍នោះបន្ទាប់ពីរកឃើញសាក្សីវីវ៉ាន់ក៏បានផ្លាស់ប្ដូរទៅជាមនុស្សធម្មតាហើយពួកគេក៏បានរស់នៅជាមួយគ្នាដោយសុខសាន្តទេរឿងរ៉ាវនេះបានបញ្ចប់ដោយសុភមង្គលដោយវីវ៉ាន់បានក្លាយទៅជាមនុស្សធម្មតាហើយវណ្ណៈក៏បានរៀបការជាមួយនឹងនាងចប់សាច់រឿងនេះគឺជាស្នេហាដ៏ស្មុគស្មាញរវាងវិញ្ញាណនិងមនុស្សដែលមានការលាយបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រនិងភាពអាថ៌កំបាំងសាច់រឿងនេះបានបង្ហាញពីអានុភាពនៃស្នេហាដែលអាចយកឈ្នះលើអ្វីៗទាំងអស់សូម្បីតែការស្លាប់ក៏ដូចគ្នាដែរដែលខ្លាចលោកអ្នកស្ដាប់មិនយល់ពីសាច់រឿងនេះខ្ញុំនឹងពន្យល់មូលហេតុអ្វីបានទៅជាវីវ៉ាន់រស់ឡើងវិញមូលហេតុនៃការធ្លាក់ខ្លួនជាវិញ្ញាណវីវ៉ាន់គឺជាវិញ្ញាណដែលជាប់ពន្លកដោយសារតែនាងមានកាតព្វកិច្ចដែលមិនទាន់បានសម្រេចយ៉ាងខ្លាំងក្នុងជីវិតគឺការរកឃើញយុត្តិធម៌និងការពិតអំពីអត្តចរិតនិងសេចក្តីសុខរបស់នាងត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ហើយឈាមនាងបានស្រោចស្រពរាប់ទីតាំងសាកលវិទ្យាល័យនេះដូច្នេះវិញ្ញាណរបស់នាងមិនអាចទៅកាន់លោកបន្តបានរហូតទាល់តែកាតព្វកិច្ចនោះត្រូវបានសម្រេចលក្ខខណ្ឌសម្រាប់ការរស់ឡើងវិញក្នុងរឿងនេះខ្ញុំបានប្រើប្រាស់ចំណុចគន្លឹះពីរទី1ការរកឃើញសាក្សីនិងការពិត
នេះគឺជាលក្ខខណ្ឌចាំបាច់ដើម្បីដោះលែងវិញ្ញាណវីវ័នពីកាតព្វកិច្ចរបស់នាងនៅពេលដែលសាក្សីចុងក្រោយដែលជាអ្នកថែរក្សាសាលាបុរាណបានចេញមកបញ្ជាក់ពីហេតុការណ៍ដ៏អាក្រក់នោះហើយបានសម្អាតឈ្មោះរបស់នាងកាតព្វកិច្ចរបស់នាងក៏ត្រូវបានសម្រេចយុត្តិធម៌ត្រូវបានផ្ដល់ទៅដល់នាង 2. ស្នេហាដ៏ខ្លាំងក្លានិងការសារភាពស្នេហារវាងវណ្ណៈនិងវីវ័នគឺជាទ្រនុះចុងក្រោយដែលជួយឲ្យនាងរស់ឡើងវិញការសារភាពរបស់វណ្ណៈចំពោះទង្វើអយុត្តិធម៌របស់គ្រួសារគាត់និងការទទួលខុសត្រូវពីអតីតកាលបានជួយសម្អាតធម៌ពលអវិជ្ជមានដែលជាប់ជំពាក់ទីតាំងនោះស្នេហាដ៏ខ្លាំងក្លារបស់ពួកគេធ្វើឲ្យចក្ខុវិស័យរវាងពិភពមនុស្សនិងពិភពវិញ្ញាណកាន់តែទន់ភ្លៀងហើយផ្ដល់ឲ្យវីវ័ននៅកម្លាំងចិត្តដើម្បីភ្ជាប់ខ្លួននាងឡើងវិញនៅរូបកាយដែលបាត់បង់ដំណើរការនៃការរស់ឡើងវិញនៅពេលដែលលក្ខខណ្ឌទាំងពីរខាងលើបានបំពេញកាតព្វកិច្ចត្រូវបានសម្រេចយុត្តិធម៌ត្រូវបានផ្ដល់ទៅដល់នាងឈ្មោះរបស់នាងត្រូវបានសម្អាត 2. ស្នេហាបានផ្ដល់ជីវិតថ្មីកម្លាំងស្នេហាដ៏មហាសាលធ្វើឲ្យវិញ្ញាណរបស់នាងមានស្ថិរភាពហើយអាចភ្ជាប់ក្នុងបណ្ដាយថ្លើមជាមួយនឹងពិភពមនុស្សឡើងវិញដំណើរការនេះអាចហៅថាការត្រឡប់មករកជីវិតវិញវដលដោយសារតែសេចក្តីស្រឡាញ់និងយុត្តិធម៌ V1 មិនបានរស់ឡើងដោយវិធីសាស្ត្រវិទ្យាសាស្ត្រទេប៉ុន្តែដោយការផ្លាស់ប្ដូរខាងអារម្មណ៍និងខាងខន្តិវិទ្យា Metaphysical រូបកាយថ្មីរបស់នាងកើតមកពីសេចក្តីសង្ឃឹមនិងស្នេហាដែលពួកគេមានចំពោះគ្នាទៅវិញទៅមកសង្ខេបមកការរស់ឡើងវិញរបស់ V1 គឺផ្ទុយពីទៅលើការសម្រេចកាតព្វកិច្ចរកឃើញយុត្តិធម៌ស្នេហាដ៏ខ្លាំងក្លាជាទ្រនោះការទទួលខុសត្រូវពីអតីតកាលនិងការសារភាពខ្ញុំសង្ឃឹមថាការពន្យល់នេះអាចជួយអ្នកយល់ពីសាច់រឿងនេះបានកាន់តែច្បាស់បើមិនមានចំណុចណាមួយចង់សួរទៀតសូមកុំស្ដាយមាត់ណាបង